សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនអំពីរបៀប block គណនីណាមួយដែលបងប្អូននៅក្នុង Messenger ឬក៏ Facebook ហ្នឹងដែលបងប្អូនគេទេមករំខានបងប្អូនរញ៉េរញ៉ៃពេកបងប្អូនថាងចង់បិទចោលកុំឲ្យគណនីឬក៏ Messenger មួយហ្នឹងរបស់នរណាម្នាក់ហ្នឹងចូលមករញ៉េរញ៉ៃក្នុង Messenger ទេមកយើងរញ៉េរញ៉ៃហ្នឹងយើងចង់បិទចោលកុំឲ្យទេមករំខានយើងអញ្ចឹងបងប្អូនមុនដំបូងយើងចូលក្នុង Messenger មកបាទមុនដំបូងចូល Messenger របស់បងប្អូនមកហើយបងប្អូនស្វែងរកនៅគណនីនៃ Messenger ឬក៏ Facebook ណាមួយដែលបងប្អូនគិតថាគេមក block គេមកទេញ៉ៃញ៉ៃមកយើងច្រើនដងច្រើនសារពេកហ្នឹងយើងធុញទ្រាន់ហ្នឹងបងប្អូនអាចចូលមកឥឡូវទីហោខ្ញុំចូលកន្លែងនេះគណនីមួយនេះបាទហើយបន្តទៀតបងប្អូនចុចសញ្ញាឧទាននេះមកនេះបងប្អូនសញ្ញាឧទានហើយបើសិនជា iPhone iOS បងប្អូនអាចចូលនៅក្នុងនេះរូប profile របស់គេហ្នឹងក៏បានដែរហើយឥឡូវខ្ញុំ Android នេះខ្ញុំចុចក្នុងនេះក៏បានដែរសញ្ញាឧទានចុចចូលមកបន្តទៀតបងប្អូនគេនឹងបង្ហាញចេះបងប្អូនអូសចុះមកក្រោមបងប្អូនអូសចុះមកក្រោមនេះបាទនេះខ្ញុំបង្ហាញបងប្អូននៅពាក្យគេដាក់ថា block នេះបងប្អូនសញ្ញាដកហើយនឹង block ហ្នឹងគឺបងប្អូនស្វែងរកពាក្យហ្នឹងឲ្យឃើញមកហើយចុចចូលមកនេះបន្តទៀតគេនឹងសួរយើងគេនឹងសួរយើងហើយយើងមើលតាមហ្នឹងហើយនេះពាក្យ block ចុងក្រោយនេះខាងក្រោមពណ៌ក្រហមបងប្អូនចុចប៉ះលើពាក្យ block ហ្នឹងមកបាទវានឹងកំពុងតែ block ឲ្យយើងហើយនេះបងប្អូនគឺបានជោគជ័យហើយបងប្អូនចង់លុបក៏បានលុបបាននេះបងប្អូនចង់លុបចុចលុបមកហើយចុច delete មកហើយបងប្អូនថយក្រោយវិញមកតែប៉ុណ្ណឹងគឺ Messenger មួយហ្នឹង Facebook Messenger មួយហ្នឹងគឺលែងបានទេចូលក្នុង Facebook របស់យើងហើយបងប្អូនលែងបានទេចូលនៅក្នុង Messenger មករំខានយើងទៀតហើយអញ្ចឹងគឺការ block មានតែប៉ុណ្ណឹងបាទហើយបើសិនជាបងប្អូនចង់បើកវិញបងប្អូនគ្រាន់តែចុចសញ្ញានេះមកគឺថាបងប្អូនចង់បើកវិញអញ្ចឹងបងប្អូនចុចសញ្ញានេះសញ្ញាត្រី3ខាងក្រោមនេះបន្ទាប់ទៀតបងប្អូនចុចចូលកន្លែង setting បាទចុចចូលកន្លែង setting បងប្អូនអូសចុះមកក្រោមដូចគ្នាអញ្ចឹងហើយបងប្អូនរកពាក្យថា privacy and safety នេះបងប្អូន privacy and safety បងប្អូនចុចចូលមកបន្តទៀតបងប្អូនអូសបន្តិចមកនេះគេដាក់ block account នេះបងប្អូនចុចចូលក្នុងហ្នឹងមកតបទៀតគេនឹងបង្ហាញនៅឈ្មោះនៃគណនីទាំងអស់ដែលយើងបាន block បងប្អូនមាន block បានប៉ុន្មានវានៅក្នុងហ្នឹងទាំងអស់អញ្ចឹងណាអានេះគឺជា Facebook account Messenger មួយដែលយើងបាន block មុនហ្នឹងមិញឥឡូវយើងចង់បើកវិញអញ្ចឹងឧទាហរណ៍យើងចង់បើកវិញបងប្អូនចុចប៉ះលើ profile មួយហ្នឹងមកហើយវានឹង load អញ្ចឹងយើងចុចពី unblock ពណ៌ខៀវមកបងប្អូន unblock ពណ៌ខៀវបាទតែប៉ុណ្ណឹងគេបានអាចទេមកយើងចូលវិញហើយបងប្អូនបាទហើយវីដេអូក៏មានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទហើយបើមានចម្ងល់បន្ថែមបងប្អូនអាច comment នៅក្នុងខាងក្រោមវីដេអូនេះបាទហើយកុំភ្លេចជួយចុច subscribe ខ្ញុំអ្នកមួយផងបាទសូមអរគុណសូមជម្រាបលា